សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់เพจខ្ញុំអញ្ចឹងអ្នកគ្នាសម្រាប់អ្នកគ្នាណាថ្មីអីចឹងជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអញ្ចឹងណាហើយបើថាវីដេអូខ្ញុំចាប់អារម្មណ៍អីជួយ like ជួយ share ម្នាក់មួយដើម្បីឲ្យអស់ប្រូយើងបានឃើញអញ្ចឹងណាគ្នាហើយអ្នកគ្នាញ៉ៃនេះខ្ញុំចេញមកប្រាប់របៀប connect មួយទៅ Facebook ណា connect ជាមួយហ្គេមគ្រប់ហ្គេមអ្នកគ្នាឥឡូវខ្ញុំចាប់ដើមចេញទៅភ្ជាប់ប្រាប់របៀបឲ្យមើលម្ដងទៅអ្នកគ្នាជាដំបូងនៅពេលដែលខ្ញុំភ្ជាប់អញ្ចឹងណាដល់ពេលយើងភ្ជាប់ទៅគឺវាឲ្យយើងវាយ password អ្នកគ្នាដោយសារតែយើងវាយក្នុង Facebook តែមកតង់ទេនៅក្នុង server មកតង់ទៀតអញ្ចឹងពីសំណាក់គ្នាប្រហែលជាចេញអញ្ចឹងដូចខ្ញុំដែរអ្នកគ្នាអញ្ចឹងយើងគឺអត់មានបញ្ហាទេអ្នកគ្នាចាំខ្ញុំប្រាប់របៀបអញ្ចឹងឥឡូវយើងទៅការចូលទៅ setting ហើយយើង search ពាក្យ Safari ដោយសារខ្ញុំ search ហើយគឺឃើញអញ្ចឹងអ្នកគ្នា search ពាក្យ Safari មកខ្ញុំឃើញនេះ Safari ហើយយើងចុចលើ Safari មកយើងអូបើសិនជាអ្នកគ្នាដែលមិនទាន់ clear អ្នកគ្នា clear ចោលទៅតែខ្ញុំ share clear ណាដោយសារខ្ញុំមាន Facebook អញ្ចឹងស្រាប់អញ្ចឹងណាដល់អ្នកគ្នា scroll មកក្រោមតិចហើយអ្នកគ្នាឃើញ request desktop website ហ្នឹងអ្នកគ្នាត្រូវចុចលើហ្នឹងមកដើម្បីយើងបិទអញ្ចឹងណាដល់ពេលដែលវាបើកគឺយើងត្រូវបិទអ្នកគ្នាចុចមកហើយដល់ពេលឃើញបើកទេអ្នកគ្នាបិទទាំងអស់អ្នកគ្នាហើយបន្ទាប់មកយើងចូលទៅ game យើងហើយយើងភ្ជាប់ជាមួយនឹង account របស់យើងអញ្ចឹងមកថា mobile មកថា PUBG Free Fire អីអ្នកគ្នាគឺភ្ជាប់បានទាំងអស់ជាមួយដល់ខ្ញុំភ្ជាប់ទេគឺអត់វាយ password ទេគឺភ្ជាប់គឺបានតែម្ដងហើយវីដេអូខ្ញុំក៏អត់មានអីច្រើនណាគ្នាសម្រាប់អ្នកគ្នាណាចូលចិត្តខ្ញុំអីវីដេអូខ្ញុំទៅវីដេអូថ្មីអញ្ចឹងណាជួយ like share អ្នកមួយហើយអ្នកថ្មីកុំភ្លេចជួយ subscribe ផងសម្រាប់អ្នកគ្នាណាចង់លក់ hero ឬក៏ទិញ hero អីអាចតាក់ទងមកខ្ញុំបានអញ្ចឹងណា page ខ្ញុំដាក់នៅក្រោមហ្នឹងហើយមាន Telegram អ្នកគ្នាពិតជាអ្នកគ្នាណាចង់លក់ឬក៏ទិញអីអាចតាក់ទងមកខ្ញុំបានហើយតម្លៃគួរសមហើយដោយ account នេះអញ្ចឹងអ្នកគ្នាតែ$20ទេហើយអត់មានអ្នកទិញទេដាក់លក់ក្នុងគ្រប់ចោលសម្រាប់អ្នកគ្នាណាពេញចិត្តកុំភ្លេចជួយ like share ម្នាក់មួយផងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ